សូមជូនរឿងរុក្ខទេវតាអ្នកមានទ្រព្យសម្បត្តិយស័ក្តិគួររក្សាអ្នកក្រឥតយស័ក្តិក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីកាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជារុក្ខទេវតាគង់នៅនាដើមឈើមួយក្បែរព្រៃធំមានរុក្ខទេវតាមួយអង្គទៀតអាស្រ័យនៅនឹងដើមឈើធំបំផុតក្នុងព្រៃទីជិតលំនៅរបស់ព្រះពោធិសត្វក្នុងព្រៃនោះមានរាជសីហ៍និងខ្លាធំអាស្រ័យនៅផងដោយហេតុតែរាជសីហ៍និងខ្លាអាស្រ័យនៅមនុស្សទាំងឡាយមិនហ៊ានទៅធ្វើស្រែចម្ការនៅក្នុងទីជិតព្រៃនោះឬកាប់ដើមឈើក្នុងព្រៃនោះឡើយព្រោះខ្លាចសត្វទាំងពីរនោះបៀតបៀនសីហៈនិងខ្លាតែងចាប់មរឹកផ្សេងស៊ីជាអាហារចោលសាច់និងឆ្អឹងគោពីពេញព្រៃនោះសាច់និងឆ្អឹងសំណល់ទាំងឡាយនោះក៏រលួយរលិចមានក្លិនឆ្អេះឆ្អាបស្អុយផ្សាយទៅពេញព្រៃទាំងមូលរុក្ខទេវតាដែលនៅនឹងដើមឈើធំជាអ្នកល្ងងខ្លៅមិនយល់ហេតុផលជ្រៅឆ្ងាយបាននិយាយនឹងព្រះពោធិសត្វថាណែសម្លាញ់ព្រៃនេះមានក្លិនស្អុយអាសោចពេកណាស់ព្រោះតែសត្វសីហៈនិងខ្លាដែលជាសត្វចង្រៃយើងត្រូវដេញវាឲ្យរត់ចេញទៅកុំឲ្យនៅតទៅទៀតព្រះពោធិសត្វនិយាយខាត់ថាណែសម្លាញ់អ្នកមិនដឹងទេឬវាមានរបស់យើងដែលតាំងនៅបានព្រោះអាស្រ័យសត្វទាំងពីរនេះឯងបើយើងដេញវាទៅមនុស្សទាំងឡាយកាលមិនឃើញបានជើងសីហៈនិងខ្លាធំហើយក៏នឹងនាំគ្នាមកកាប់ឈើឬព្រៃជីកគាស់ឲ្យស្រឡះយកទីព្រៃទាំងមូលធ្វើជាស្រែចម្ការវាមានរបស់យើងមុខជាវិនាសមិនខានព្រោះហេតុនោះអ្នកកុំចូលចិត្តចង់ដេញសត្វទាំងពីរនេះឡើយទេវតាឆោតងងនោះទោះបីព្រះពោធិសត្វនិយាយប្រាប់យ៉ាងណាក៏មិនធ្វើតាមឡើយថ្ងៃមួយបាននិមិត្តខ្លួនធំសម្បើមអស្ចារ្យលងបន្លាចគ្រហឹមគំរាមដេញរាជសីហ៍និងខ្លាទាំងពីរនោះឲ្យរត់អស់ទៅមនុស្សទាំងឡាយកាលមិនឃើញដានជើងរបស់សត្វទាំងពីរនោះហើយក៏សង្កល់ថារាជសីហ៍និងខ្លាមិននៅទីនោះទេទើបនាំគ្នាកាប់គាស់ដើមឈើក្នុងព្រៃអស់ជាច្រើនរុក្ខទេវតានោះលុះឃើញដូច្នោះក៏ជួលទៅរកព្រះពោធិសត្វហើយនិយាយថាសម្លាញ់ខ្ញុំមិនបានធ្វើតាមពាក្យរបស់អ្នកខ្ញុំដេញសត្វទាំងពីរនោះឲ្យរត់អស់ទៅឥឡូវពួកមនុស្សដឹងថាសត្វទាំងពីរនោះមិននៅទីនេះទើបនាំគ្នាទៅកាប់គាស់ឈើនៅក្នុងព្រៃអស់ជាច្រើនបើយ៉ាងនេះតើយើងគិតធ្វើដូចម្ដេចទើបស្រួលព្រះពោធិសត្វបានពន្យល់ដឹកនាំប្រាប់ឧបាយថាឥឡូវសត្វទាំងពីរនោះទៅនៅព្រៃឯនេះអ្នកត្រូវទៅបបួលវាឲ្យត្រឡប់មកវិញរុក្ខទេវតាឆោតល្ងងក៏ចូលទៅក្នុងព្រៃនោះតាមពាក្យព្រះពោធិសត្វអង្គុយផ្គងអញ្ជលីខាងមុខសត្វទាំងពីរហើយអង្វរឲ្យត្រឡប់ទៅកាន់ដងព្រៃដដែលវិញសត្វទាំងពីរនោះទោះបីទេវតាអង្វរយ៉ាងណាក៏ដោយក៏បដិសេធយ៉ាងដាច់ខាតថាអ្នកចូលទៅចុះយើងមិនទៅទេរុក្ខទេវតាទល់គំនិតក៏ត្រឡប់ទៅលំនៅរបស់ខ្លួនវិញមនុស្សទាំងឡាយបាននាំគ្នាជីកកាប់គាស់កកាយរំលើងរំលំដើមឈើរហូតអស់ព្រៃធំនោះទៅឯទេវតាឆោតល្ងងក៏ខានបានទៅនៅទីនោះតទៅទៀតរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ